នៅក្នុងថ្នាក់រៀនផ្ទាល់សម្រាប់ Revit កម្រិត Master ខ្ញុំបញ្យល់តាក់ទងមួយការងារ detail ក្រោមបន្តិចជាទូទៅនៅពេលដែលយើងបង្កើត symbol មានន័យថានៅពេលដែលយើងធ្វើការចូលមកកាន់ family យើងអត់ដឹងថាតើយើងគួរតែប្រើ item មួយណាឬក៏តាក់ទងមួយ family មួយណាដែលវាងាយស្រួលឬក៏យើងអាចធ្វើការបានអញ្ចឹងករណីហ្នឹងគឺមានន័យថានៅក្នុង family template family ហ្នឹងគឺវាមានជម្រើសជាច្រើនពេលដែលយើងយកការងារណាមួយមកប្រើប្រាស់នៅពេលដែលយើងអត់ដឹងពីមុខងារយើងប្រកាសជាអត់ដឹងថារើសមួយណាទេអញ្ចឹងនៅក្នុងវគ្គសិក្សា Revit កម្រិត Master ហ្នឹងគឺយើងផ្ដោតលើការងារហ្នឹងហើយឧទាហរណ៍ថាមុខងារ detail grow របស់យើងនេះដោយសារជាទូទៅ grow របស់យើងគឺវាមាន2ទំហំមានន័យថា grow ខាងក្រៅຂະຫນាត8តឹកគុណឲ្យ1.2 ម៉ែត្រហើយសម្រាប់ grow កន្ទប់ទឹកវិញគឺ6តឹកគុណឲ្យ6តឹកអញ្ចឹងករណីហ្នឹងមានន័យថានៅពេលដែលយើងបង្កើត family គឺយើងផ្ដោតទៅលើការងារជាក់ស្ដែងមានន័យថាតម្រូវការងារជាគោលមិនមែនកម្មវិធីជាគោលទេអ្នកនរគ្នាហើយនៅក្នុងការបង្កើត family ហ្នឹងគឺយើងធ្វើមិនដើម្បីងាយស្រួលដូចអ្នកនរគ្នាឃើញអញ្ចឹងគឺខ្ញុំអាច custom ឬក៏យើងអាចនិយាយបានថាយើងអាចសេរីតាមចិត្តរបស់យើងទៅតាមការងារ detail របស់យើងមានន័យថាការចង family អ្នកខ្លះគាត់និយាយសាំញ៉ាំពេកបើសម្រាប់ខ្ញុំគិតថាធ្វើម៉េចគឺយកការងារយើងជាគោលយើងចង់បានម៉េចយើងត្រូវគិតថាធ្វើម៉េចដើម្បីអាចងាយស្រួលអញ្ចឹងករណីនេះដោយសារតែក្រោរបស់យើងទំហំពីរផ្សេងគ្នាខ្ញុំបែងចែកឬក៏ខ្ញុំយក family ហ្នឹងខ្ញុំបង្កើតជា custom មួយដែលយើងអាចកែសម្រួលទៅតាមការងាររបស់យើងក្រោទំហំផ្សេងគឺយើងដាក់ផ្សេងអញ្ចឹងទៅមួយទៀតតាក់ទងជាមួយនឹងមុខងារ legend ជាទូទៅពេលដែលយើង detail ប្លង់វាតែងតែមានការកំណត់សម្គាល់អីមួយមានន័យថាម៉េចមានន័យថាជាទូទៅឧទាហរណ៍ថាក្រោវាតែងតែមានលេខកូដវាមានទំហំវាមានកូដសម្រាប់ការដែលយើងធ្វើការងារជាក់ស្ដែងគឺយើងយកលេខកូដជាគោលដោយសារតែលេខកូដហ្នឹងគឺវាតំណាងឲ្យក្រោ model ហ្នឹងពណ៌ហ្នឹងហើយសម្រាប់កន្លែងនេះវិញយើងអាចមានពីរករណីពេលខ្លះយើងអាចប្រើ symbol វាល្អជាងបើករណីយើងប្រើ GM Make ពេលខ្លះឧទាហរណ៍ថាយើងឆ្លងភ្ញៀវទៅភ្ញៀវគេថាអញមិនក៏រូបភាពខុសពីរូបភាពនៅក្នុងប្លង់អីចឹងទៅអញ្ចឹងករណីហ្នឹងយើងយកលេខកូដនេះតំណាងឲ្យក្រោរបស់យើងវាល្អជាងមួយវិញទៀតសម្រាប់បរិមាណជាទូទៅសិស្សដែលគាត់រៀន Revit គាត់ចង់រើបរិមាណណាគាត់ព្យាយាមថាធ្វើម៉េចលោកគ្រូបរៀនតែបរិមាណឲ្យគាត់យល់ទៅបានហើយតែករណីក្នុង Revit គឺអត់ទេខ្ញុំបញ្យល់ហើយបញ្យល់ទៀតអ្នកយល់ចាំរៀនបើមិនយល់ទេមិនរៀនឯនាំខាតអស់លុយជាទូទៅលុយពីណាក៏ចង់បានដែរប៉ុន្តែបើយើងបរៀនសិស្សឲ្យសិស្សអត់យល់អត់ចេះដដែលយើងអត់ចង់បានចំណុចហ្នឹងណាអញ្ចឹងឧទាហរណ៍ថាអញ្ចឹងនៅក្នុង floor របស់យើងមួយនេះនៅក្នុង floor របស់យើងមួយនេះតាក់ទងជាមួយនឹង area នេះគឺវាមានទំហំ266ម៉ែត្រការ៉េជាងប៉ុន្តែករណីដែលយើងធ្វើការរើបរិមាណឧទាហរណ៍ថា floor នេះក្រោទំហំ214ម៉ែត្រការ៉េ map ទំហំ53ម៉ែត្រការ៉េអញ្ចឹងករណីហ្នឹងមានន័យថាបើយើងអត់យល់ទេតើយើងរៀនតាក់ទងមួយ schedule នេះយើងត្រូវធ្វើមិនចេញបានអញ្ចឹងនៅក្នុងការបរៀនខាងយើងគឺយើងផ្ដោតឲ្យអ្នកទាំងអស់គ្នាយល់ហើយរៀនឲ្យធ្វើការបានមានន័យថាតើតើយើងយល់ពីមុខងារយើងយល់ពីអ្វីដែលកម្មវិធី Revit មានបន្ទាប់មកយើងយកអ្វីដែលមានហ្នឹងដើម្បីបំពេញតម្រូវការរបស់យើងដែលយើងអ្នករៀនអ្នកបច្ចេកទេសធ្វើការបង្ហាញមុខងារដែលយើងចង់បានទេមិនមែនកម្មវិធីវាយល់ពីយើងទេយើងអ្នកកំណត់តោះនេះអ្នកនរគ្នាចឹងអ្វីដែលយើងព្យាយាមបញ្យល់ហ្នឹងដូចអ្នកនរគ្នាឃើញចឹងនៅក្នុងមុខងារ schedule quality ហ្នឹងវាមានតាក់ទងជាមួយនឹង material take out ទៀតចឹងបើយើងអត់យល់ចំណុចទាំងអស់ហ្នឹងទេយើងអត់យល់ជាមួយនឹងតាក់ទងជាមួយ model យើងទេយើងអត់យល់អ្វីដែលយើងចង់បានទេយើងរៀនហើយប្រកាសជាយើងធ្វើការអត់កើតទេចឹងចំណុចទាំងអស់ហ្នឹងឯងដែលយើងព្យាយាមបញ្យល់សិស្សឲ្យគាត់យល់ដើម្បីយល់ហើយយើងអាចធ្វើអីតាមចិត្តរបស់យើងបានណាហើយសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹង